ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿង Game នៃស្នេហ៍ប៉ັດភាគ10ខ្ញុំមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនាបន្តចូលមកដល់ភាគ10នេះយើងមើលឃើញថានោះបាននាំដានដែលជាមិត្តភ័ក្តិមកផ្ទះរបស់នាងនឹងបានទិញរបស់របរជាច្រើនមុខផងដែរមីងម៉ៃគ្រាន់តែឃើញអញ្ចឹងក៏រត់មកជួយទទួលពួកគេទាំងពីរអញ្ចឹងណាដានបានប្រាប់មីងម៉ៃដែលជាអ្នកបម្រើថាថ្ងៃស្អែកគឺជាខួបកំណើតរបស់នូអញ្ចឹងហើយមីងម៉ៃគឺរៀងពិបាកបន្តិចហើយមីងម៉ៃញញឹមនឹងនិយាយថាមិនអីនោះទេទុកឲ្យខ្ញុំជាអ្នករៀបចំទៅចុះដានក៏ងាកទៅនិយាយជាមួយនូថាប៉ាឯងអត់នៅផ្ទះនោះទេអញ្ចឹងថ្ងៃស្អែកពួកយើងគួរតែហៅភ្ញៀវឲ្យច្រើនមកប៉ុន្តែនូបាននិយាយថាខ្ញុំមិនដឹងនោះទេពីព្រោះថ្ងៃស្អែកខ្ញុំត្រូវធ្វើការឯងភ្លេចហើយថ្ងៃស្អែកគឺជាថ្ងៃចុងសប្តាហ៍តែឯងនៅធ្វើការស្អីទៀតនោះលឺហើយអត់មកនោះទេប៉ុន្តែទឹកមុខហាក់បីដូចជារៀងក្រៀមក្រំអញ្ចឹងណាដែលធ្វើឲ្យដានចាប់ចំណុចបានថាពេលនេះនោះគឺកំពុងតែគិតដល់សែនហ្មងបានជាធ្វើមុខអញ្ចឹងបន្ទាប់មកនោះក៏បានដេញដានឲ្យចូលទៅក្នុងផ្ទះមុនទៅដេញនិយាយថានាងគឺមានការទៅខាងក្រៅអីចឹងណាងាកមកកាន់សែនជាមួយនឹងប៉ៃសៀមុននឹងនាងសារភាពនាងក៏បានរំលឹកអតីតកាលដែលសែនគឺធ្លាប់បានជួយនាងអញ្ចឹងណាដោយសារតែម្ដាយគឺជាមនុស្សលោភលន់នឹងលបែងនាងតែងតែត្រូវគេធ្វើបាបជាញឹកញយប៉ុន្តែជីវិតកាលនោះគឺមានបរិសុទ្ធជីសេះសម្នាក់មកជួយនាងហើយម្នាក់នោះគឺជាសែននឹងឯងសែនលឺហើយក៏អត់ចាប់អារម្មណ៍នោះទេដែលនិយាយថាមិនបាច់រំលឹកនោះទេពីព្រោះថាពេលនេះនាងគឺអាចការពារខ្លួនឯងបានហើយមិនចាំបាច់ខ្ញុំមើលថែនាងទៀតនោះទេប៉ៃសៀលឺហើយញញឹមក៏បាននិយាយពាក្យដែលយើងបានលើកាលពីចុងភាគ9នៅទាំងអស់គ្នានាងនិយាយថាសែនខ្ញុំស្រឡាញ់លោកហើយខ្ញុំស្រឡាញ់លោកតាំងពីដើមមកសែនលឺតែប៉ុណ្្នឹងគឺលេងញ៉ាំអីសម្លឹងប៉ៃសៀអញ្ចឹងណាប៉ៃសៀក៏បានបន្តនិយាយថាគ្មានអ្នកណាយល់ពីនាងជាងសែននោះទេបន្ទាប់មកនាងក៏បានលូកដៃទៅចាប់ដៃសែនអញ្ចឹងណាហើយបានបបួលសែនហ្នឹងតាក់ទងគ្នាចាប់ពីពេលនេះទៅប៉ុន្តែត្រូវបានសែនដកដៃរបស់គេចេញងាកមកកាន់នោះគឺបានមកលុបលោអឺតលើមនៅខាងក្រៅហាងរបស់ប៉ៃសៀអញ្ចឹងណាដោយសារតែថ្ងៃមិញក្រោយពេលដែលចាក់ចេញពីនាងសែនបានប្រាប់ថាមករកប៉ៃសៀចឹងហើយបានជានាងមករកសែនដល់ទីនេះតែម្ដងងាកមកកាន់សែននៅវិញគឺថាអត់និយាយច្រើននោះទេបានងើបចេញពីក្អីបំរុងចាក់ចេញពីទីនេះប៉ុន្តែត្រូវបានប៉ៃសៀខាត់មិនត្រឹមតែខាត់នឹងថែមទាំងអបសែនទៀតអញ្ចឹងណាប៉ុន្តែត្រូវបានសែនច្រានចេញដោយសែនបានប្រាប់ទៅកាន់ប៉ៃសៀថានាងកំពុងតែយល់ច្រឡំពីទំនាក់ទំនងរបស់ពួកយើងហើយប៉ៃសៀសួរតែហេតុអីបានជាឯងធ្វើអញ្ចឹងដាក់ខ្ញុំប៉ៃសៀពួកយើងត្រឹមតែជាដៃគូសហការតែប៉ុណ្ណោះរឿងដែលខ្ញុំធ្លាប់ជួយនាងកន្លងមកនាងមិនបាច់ដឹងគុណខ្ញុំនោះទេព្រោះអ្នកណាដែលជួបទុក្ខលំបាកខ្ញុំនឹងជួយអ្នកនោះសែនបំរុងនឹងដើរចេញម្ដងទៀតប៉ុន្តែត្រូវប៉ៃសៀចាប់ថើបអញ្ចឹងណាហើយទស្សនភាពមួយនឹងគឺចំពេលដែលនោះបានដើរមកដល់ទីនេះល្មមនាងបានសម្លឹងពីខាងក្រៅទៅឃើញថាប៉ៃសៀជាមួយនឹងសែនគឺបានថើបមាត់គ្នាធ្វើឲ្យនោះរបស់យើងនេះគឺថាស្លុតចិត្តខ្លាំងមែនទែនដែលនាងបានគិតនៅក្នុងចិត្តថានាងគឺជាមនុស្សល្ងងទីបំផុតនាងនៅតែអាចឲ្យសែនបងនាងបានបន្ទាប់មកនោះក៏ដើរចេញពីទីនេះទៅងាកមកកាន់សែនជាមួយនឹងប៉ៃសៀនេះវិញគឺថាសែនគឺព្យាយាមរុញប៉ៃសៀចេញអញ្ចឹងណាដោយស្រែកថាឲ្យប៉ៃសៀមកទំហឹងតែម្ដងនាងឈួតទេអីហេតុអីបានជានោះហេតុអីបានមិនមែនជាខ្ញុំប៉ៃសៀតម្រុំតែនាងដើរមកដល់ចំណុចនេះនាងបានព្យាយាមធ្វើរឿងជាច្រើននាងមិនគួរឲ្យបាត់បង់គ្រប់យ៉ាងនៅពេលនេះនោះទេត្រូវហើយខ្ញុំពិតជាធ្វើវាដើម្បីខ្លួនឯងពិតមែនប៉ុន្តែឥឡូវខ្ញុំសោកស្ដាយហើយមានមនុស្សខ្លះហ៊ានបោះបង់ភរិយាជាមួយនឹងកូនស្រីរបស់គេដើម្បីតែផ្ដល់ក្តីស្រឡាញ់ពិតមកដល់ខ្ញុំប៉ុន្តែតាមពិតខ្ញុំក៏ជាមនុស្សខ្ញុំក៏មានអារម្មណ៍ដែរប៉ុន្តែខ្ញុំបែរជាឲ្យលោកបោកប្រើគោលដៅរបស់លោកគឺដើម្បីតែនោះតែប៉ុណ្ណោះសែននៅពេលដែលឃើញថាប៉ៃសៀដូចជាទុកសោកពេកក៏បំរុងដើរចេញម្ដងទៀតហើយប៉ុន្តែប៉ៃសៀនៅតែហាមឃាត់សែននឹងបាននិយាយទៅកាន់សែនថាលោកស្រឡាញ់នាងប៉ុណ្ណានាងគឺស្អប់លោកប៉ុណ្ណឹងពេលដែលលោកនៅក្បែរនាងលោកនឹងមានតែការឈឺចាប់តែប៉ុណ្ណោះសែនញញឹមនឹងបានតបទៅវិញថាប៉ៃសៀតាមពិតទៅពេលនេះខ្ញុំមិនបានផ្ដោតទៅលើរឿងស្នេហាអីនោះទេអញ្ចឹងហើយនាងកុំខ្ជះខ្ជាយពេលវេលាដោយសារតែខ្ញុំនិយាយរួមខ្ញុំនឹងផ្ញើលុយដែលនៅសល់មកឲ្យនាងទាំងអស់ចាប់ពីពេលនេះទៅពួកយើងមិនត្រូវជាអ្វីនឹងគ្នាទៀតនោះទេហើយនាងចង់ដើរជំហាននេះបន្តឬក៏អត់គឺស្រេចតែនាងទៅចុះនិយាយឲ្យសែនក៏បានចាក់ចេញទៅអញ្ចឹងណាស្រាប់ពេលដែលនោះរបស់យើងគឺថាបានមកឈរសម្លឹងទឹកសមុទ្រជាមួយនឹងអារម្មណ៍សោកសៅខ្លាំងមែនទែនកលេចមកសែនវិញគឺថាបានមកអង្គុយផឹកស្រាហើយបាននឹកដល់ពាក្យសម្ដីរបស់ប៉ៃសៀដែលបាននិយាយអ្នកទាំងអស់គ្នាគេស្រឡាញ់នោះប៉ុណ្ណានោះស្អប់គេប៉ុណ្ណឹងបើទោះបីជាគេនៅជាមួយនឹងនោះគឺគេមានតែការឈឺចាប់ខ្លាំងប៉ុណ្ណោះពេលដែលគិតហើយសែនគឺថាផឹកយកងាកមកកាន់នោះឯនេះគឺបាននឹកដល់ទស្សនភាពពេលដែលសែនថើបគ្នាជាមួយប៉ៃសៀទាំងយប់នឹងកាលពីយប់5ឆ្នាំមុននៅអ្នកទាំងអស់គ្នាហើយនាងក៏បាននិយាយប្រាប់ខ្លួនឯងថាតើនាងជាមួយនឹងសែនអាចមានស្នេហាយ៉ាងម៉េចព្រោះគេក៏ហក់នាងម្ដងហើយម្ដងទៀតប៉ុន្តែនាងក៏បាននឹកដល់ទង្វើល្អដែលសែនបានធ្វើចំពោះនាងម្ដងហើយម្ដងទៀតនិយាយទៅពេលនេះ
នោះគឺបែងចែកអត់ដាច់រវាងអារម្មណ៍ស្អប់និងស្រឡាញ់ចំពោះសែនងាកមកកាន់សែនបន្ទាប់ពីផឹកយកហើយក៏ចាប់ផ្ដើមស្វឹងអញ្ចឹងណាស្រាប់ពេលដែលនោះក៏បានត្រឡប់មកដល់ផ្ទះហើយសភាពរបស់នាងគឺស្វឹងដូចគ្នាងាកមកកាន់សែនដែលកំពុងស្វឹងឯណាក៏ត្រូវបានប៉ៃសៀមកទទួលគេយកទៅបន្ទប់សន្តាគារនិយាយទៅអេដមីនអត់ដឹងនិយាយថាម៉េចទេប៉ៃសៀនេះនិយាយពីថាមុខក្រាស់មែនតើអ្នកទាំងអស់គ្នាខាងប្រុសបដិសេធម្លឹងហើយហ្នឹងនាងនៅតែព្យាយាមមកញ៉ៃជាមួយនឹងគេទៀតមកយកដៃលោកចូលទៅក្នុងអាវរបស់សែនឯណាងអេដមីនមើលឲ្យគ្រឿតហ្មងឡៃនឹងភ្លាមនឹងផងដែរទូរស័ព្ទរបស់សែនក៏រោឡើងហើយនោះគឺជាលេខរបស់នោះហើយនារីមុខក្រាស់ប៉ៃសៀរបស់យើងក៏បានលើកវាឡើងនិងបានប្រាប់ទៅកាន់នោះថាសែនកំពុងដេកថ្ងៃនេះគាត់នឿយហត់ខ្លាំងណាស់នាងកុំរំខានគាត់អីនិយាយហើយក៏បិទទូរស័ព្ទញញឹមអញ្ចឹងណាងាកមកកាន់នោះឯនេះនៅពេលដែលឃើញថាប៉ៃសៀលើកទូរស័ព្ទរបស់សែនធ្វើឲ្យនោះហ្នឹងកាន់តែអស់សង្ឃឹមទៀតហើយលើកស្រាអកបដាលនិងយកដៃជូតទឹកភ្នែកបដាលចំណែកឯប៉ៃសៀនេះកំពុងតែមានក្តីសុខជាមួយនឹងសែនខ្លាំងមែនទែននោះវិញយកទូរស័ព្ទមកអស់មើលអញ្ចឹងណាដោយសារតែស្អែកថ្ងៃខួបកំណើតមិត្តភក្តិជាច្រើនគឺបានជូនពរថ្ងៃខួបកំណើតរបស់នាងប៉ុន្តែសែនវិញសូម្បីតែសារមួយក៏មិនផ្ញើឲ្យនាងផងភ្លាមនឹងផងដែរជាយូក៏បានដើរចូលមកលើកកាដូជាច្រើននិងបាននិយាយថារីករាយថ្ងៃខួបកំណើតរបស់នោះអញ្ចឹងណានោះក៏បានស្ទុះទៅចាប់ជាយូថាមាត់ភ្លាមតែម្ដងស្អីឡើងឃើញថាសែនដានជំរឹងស៊ូទីងគឺបានមកផ្ទះរបស់នោះអញ្ចឹងណាស៊ូទីងបានខ្សឹបសួរទៅកាន់ដានថាមានហៅជាយូមកអត់ដានតបថាអត់មាននោះទេសែនក៏ងាកមកសួរពួកគេទាំងពីរថាកំពុងពិភាក្សាគ្នារឿងអីដាននិងស៊ូទីងក៏បានជាយាមប្រឡាប់ថាពួកយើងគ្រាន់តែចង់ដឹងថានោះក្រោកពីគេងហើយឬនៅសែនឮតែប៉ុណ្ណឹងក៏ហុចនំខេកមកឲ្យពួកគេដែលខ្លួនបានដើរទៅហៅនោះដល់បន្ទប់អញ្ចឹងណានៅពេលដែលនោះបានបើកទ្វារភ្លាមគឺថាឲ្យសែនភ្លាមហើយថៃបានមកគោះទ្វារបន្ទប់គេទាំងព្រលឹមអញ្ចឹងស្រាប់តែសែនបានកលេចទៅឃើញជាយូអ្នកទាំងអស់គ្នាធ្វើឲ្យគេខឹងខ្លាំងមែនទែនស្ទុះទៅរកវាយជាយូអញ្ចឹងណាប៉ុន្តែគឺត្រូវបាននោះជាយាមហាមឃាត់ពេលនឹងផងដែរមិត្តភ័ក្តិរបស់គេដែលនៅខាងក្រៅក៏បានស្រែកហៅសែនជាមួយនឹងនោះឲ្យឆាប់ចេញមកអីអញ្ចឹងណាដែលធ្វើឲ្យសែនរបស់យើងនេះបានបញ្ឈប់គំនិតចង់វាយជាយូអញ្ចឹងទៅហើយមើលអាប៉ែហ្នឹងយកភួយទៅដប់ត្រឹមកបើកតែភ្នែកសម្លឹងមើលសែនដូចជាដើរក្នុងស្នូកអញ្ចឹងសែនខឹងនោះមែនតើអ្នកទាំងអស់គ្នាលើកទី1ដែលអេដមីនឃើញសែនប្រើខ្សែភ្នែកបែបហ្នឹងសម្លឹងមកកាន់នោះបន្ទាប់មកគេក៏បានដើរចេញពីបន្ទប់បាត់ទៅយប់ឡើងដល់ពេលកម្មវិធីនោះបានដើរចេញមកជាមួយនឹងសម្លៀកបំពាក់និងការតុបតែងខ្លួនស្រស់ស្អាតខ្លាំងមែនទែនហើយជាយូគឺជាអ្នកឈរកាន់បាច់ផ្កាដើម្បីបកគលទៅឲ្យនោះអញ្ចឹងណាចំណែកសែនរបស់យើងគឺអត់ពេញចិត្តយ៉ាងខ្លាំងចំពោះទស្សនវិជ្ជាមួយនេះនៅពេលដែលនោះកំពុងតែឈប់បួងសួងឃើញថាមានកំជ្រួចយ៉ាងច្រើនបាញ់ពីពេញផ្ទៃមេឃអញ្ចឹងណានោះបានសម្លឹងទៅកាន់សែនបន្តិចហើយបានសម្លឹងទៅកាន់ផ្ទៃមេឃវិញស៊ូទីងក៏បាននិយាយថាជាយូហ្នឹងអត់ដឹងនោះទេថានោះស្អប់កំជ្រួចមើលទៅគេពេលនេះគឺចប់ហើយចំណែកឯជាយូឯនេះគឺបានងាកមកនិយាយជាមួយនឹងនោះថានោះខ្ញុំស្រឡាញ់នាងជាយូរមកហើយតើនាងអាចផ្ដល់ឱកាសមួយឲ្យខ្ញុំបានដែរទេពួកយើងគួរតែតាក់ទងគ្នាដែលបើកចំហនោះបាននិយាយប្រាប់ទៅកាន់ជាយូរថាខ្ញុំអត់ចូលចិត្តកំជ្រួចនោះទេសែនញញឹមពេញចិត្តអីអញ្ចឹងណាមានណាប្រយោគបន្ទាប់របស់នោះគឺនាងនឹងចាប់ផ្ដើមចូលចិត្តកំជ្រួចចាប់តាំងពីពេលនេះទៅដោយសារតែនេះគឺជាអ្វីដែលជាយូរៀបចំសម្រាប់នាងបន្ទាប់មកនាងជាមួយនឹងជាយូក៏បានអបគ្នាអញ្ចឹងណាងាកមកកាន់សែនណាគឺថាឈឺចាប់ចិត្តឈួតតែមើលទៅបែរជាអង្គុយសោចម្នាក់ឯងទៅវិញសែនបានផឹកស្រានៅក្នុងដៃអស់ហើយក៏បានងើបចាក់ចេញទៅជាយូដែលកំពុងតែអោបនោះនេះគេក៏បាននិយាយថាសែនជៀនទៅបាត់ហើយនោះក៏បានតបវិញថាធ្វើបានល្អណាស់ចឹងបានន័យថាពួកគេទាំងពីរនាក់ធ្វើនេះគឺគ្រាន់តែចង់បញ្ឈឺទៅកាន់សែនតែប៉ុណ្ណោះជាយូបានសម្លឹងមុខរបស់នោះនឹងនិយាយថាគេចង់ឲ្យរឿងនេះគឺជាការពិតអញ្ចឹងណានោះស្ដាប់អត់សូវច្បាស់ឲ្យជាយូនិយាយម្ដងទៀតតែគេបែរជានិយាយថាគ្មានអីនោះទេហើយគេក៏បានសម្លឹងទៅកាន់មេឃអញ្ចឹងណាចំណែកឯនោះឯនេះក៏បានងាកសម្លឹងទៅកាន់សែនផងដែរមកគូនេះអត់ដឹងថាត្រូវធ្វើបាបគ្នាដល់ពេលណាទៀតនោះទេរឿងភាគ10របស់យើងគឺត្រូវបានបញ្ចប់តែត្រឹមនេះកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin នៅភាគ11បន្តទៀតណាសូមអរគុណសូមជម្រាបលា